listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរី នេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ វិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិក សួស្តីលោកអ្នកនាងកញ្ញាជាទីមេត្រីពីរដ្ឋធានី Washington ខ្ញុំបាទតាំងសារ៉ាដាសូមស្វាគមន៍លោកអ្នកស្ដាប់ទាំងអស់យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃសុក្រ 10 កើតខែផលគុណឆ្នាំមមីឆស័កពុទ្ធសករាជ 2558 ត្រូវនៅថ្ងៃទី 27 ខែកុម្ភៈគ្រិស្តសករាជ 2015 ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃលោកហ៊ុនសែនចោទសាលាក្តីខ្មែរក្រហមថាធ្វើឲ្យអតីតខ្មែរក្រហមភ័យចង់រត់ចូលព្រៃវិញស្ថិព្រៃឈើលោកទ្រីភិបដែលរងការចោទប្រកាន់ពីការនាំឈើខុសច្បាប់ឥឡូវស្នើឲ្យរដ្ឋាភិបាលចាប់ក្រុមអ្នកកាប់ឈើខុសច្បាប់ក្រុមសម្ព័ន្ធកំណែតម្រង់បោះឆ្នោតមិនគាំទ្រឲ្យមន្ត្រីតុលាការនិងកងកម្លាំងប្រដាប់អាវុធមានសិទ្ធិធ្វើសកម្មភាពនៅពេលបោះឆ្នោតពលរដ្ឋនៅខេត្តត្បូងឃ្មុំបារម្ភចំពោះសកម្មភាពឈូសឆាយព្រៃលិចទឹកគ្មានការទប់ស្កាត់រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដាលោកហ៊ុនសែនបានរិះគន់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលកំពុងកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមថាស្ទើរតែធ្វើឲ្យមនុស្សរត់ចូលព្រៃវិញទៀតព្រោះចេះតែពង្រីកវិសាលភាពសំណុំរឿងក្តីអតីតមេដឹកនាំខ្មែរក្រហមនិងអ្នកទទួលខុសត្រូវជាន់ខ្ពស់លោកលេងម៉ាលីមានសេចក្តីរាយការណ៍ការរិះគន់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅលើសាលាក្តីខ្មែរក្រហមបែបនេះគឺធ្វើឡើងនៅថ្ងៃទី 26 កុម្ភៈក្នុងសន្និសីទអន្តរជាតិមួយស្តីពីការទទួលខុសត្រូវក្នុងការការពារមនុស្សជាតិដើម្បីវឌ្ឍនភាពបញ្ហាប្រឈមនិងកាលានុវត្តភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដល់ទៅពេលចាប់ប្រើកាត់ទោសវាទៅជាកាត់ចង់ជ្រុលគេថាចង់ជ្រុលពង្រីកវិសាលភាពរហូតទៅដល់ស្ទើរតែធ្វើឲ្យមនុស្សរត់ចូលព្រៃវិញរឿងវាអញ្ចឹងទៅទៀតវិសាលភាពពង្រីកចិត្តពង្រីករឿងនេះតែគិតអំពីតម្លៃសន្តិភាពតម្លៃជីវិតមនុស្សបើសង្គ្រាមទៅកើតឡើងវិញតើប្រមាណអ្នកទៅដែលស្លាប់មិនមែនស្លាប់លេងស្លាប់មិនមែនរឿងជីវិតមនុស្សយើងដកពិសោធន៍ហើយឥឡូវមនុស្សនៅលើពិភពលោកដែលកំពុងតែស្លាប់ដោយសារតែទង្វើខ្លះរបស់មនុស្សបង្កើតឡើងហើយคล้ายទៅជាសង្គ្រាមស៊ីវិលនៅប្រទេសនោះតើរឿងវាទៅយ៉ាងម៉េចសន្និសីទអន្តរជាតិនេះស្ថិតក្រោមប្រធានបទថាកម្ពុជាអាចដើរតួនាទីនាំមុខគេក្នុងការបង្ការអំពើឃោរឃៅក្នុងតំបន់អាស៊ានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងអំពីអំពើឃោរឃៅប្រឆាំងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍ដែលប្រព្រឹត្តឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហមហើយលោកក៏រិះគន់ដល់អង្គការសហប្រជាជាតិដែលនៅតែទទួលស្គាល់ក្រុមខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ 1980 ក៏ប៉ុន្តែលោកថ្លែងថាលោកមានមោទនភាពដែលបានផ្ដួលរំលំរបបខ្មែរក្រហមទប់ស្កាត់ការវិលត្រឡប់និងបាននាំអតីតមេដឹកនាំខ្មែរក្រហមមកកាត់ទោសសប្តាហ៍ថ្ងៃនេះទាក់ទងនឹងសាលាក្តីខ្មែរក្រហមនេះលោកនាយករដ្ឋមន្ត្រីក៏លើកឡើងដែរអំពីភាពមិនប្រកបប្រជានៃសាលាក្តីនេះព្រោះថាវិការសម្រាប់ទ្រទ្រង់ដំណើរការការងារនៃសាលាក្តីខ្មែរក្រហមនេះចេះតែអស់ហើយរាជរដ្ឋាភិបាលចាប់ផ្ដើមចេញថវិកាច្រើនពីមួយថ្ងៃទៅមួយថ្ងៃឥឡូវអង្គការសហប្រជាជាតិពីមុននេះជួយរលុយឲ្យកម្ពុជាឥឡូវទៅជាឆ្នាំកន្លងទៅអគ្គលេខាធិការអង្គការសហប្រជាជាតិមកឲ្យរាជរដ្ឋាភិបាលកម្ពុជាចេញលុយក៏បានចេញអស់1.8 លានឆ្នាំទៅបន្ទាប់ទៅឲ្យចេញឆ្នាំ2014ចេញអា2014អស់3ត្រីមាសដល់ថាខ្វះមួយត្រីមាសទៀតជួបគ្នានៅណៃពីដោថែមទៀតឥឡូវត្រូវថែមតចប់ប៉ុន្តែអំពាវនាវព្រោះនីតិវិធីតុលាការវារឿងវាអញ្ចឹងឥឡូវកាន់តែអស់លុយទៅខ្ញុំមិនដឹងថាយ៉ាងម៉េចទេព្រោះឲ្យកម្ពុជាចេញពីមួយថ្ងៃទៅមួយថ្ងៃវាចេះតែកើនឡើងកាលពីពាក់កណ្ដាលខែមករាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិឈ្មោះ Human Rights Watch ចេញរបាយការណ៍រិះគន់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនថារារាំងដល់កិច្ចការរបស់សាលាក្តីខ្មែរក្រហមអង្គការនេះលើកឡើងអំពីការអះអាងរបស់លោកនាយរដ្ឋមន្ត្រីថាគ្មានមេដឹកនាំណាម្នាក់ផ្សេងទៀតត្រូវយកមកកាត់ទោសនោះទេក្រៅពីចំនួនដែលបានកំណត់សប្តាហ៍ថ្ងៃហើយថាការនាំសមាជិកខ្មែរក្រហមណាម្នាក់ទៅកាត់ទោសបានលុះត្រាតែមានការសម្រេចចិត្តពីលោកនាយរដ្ឋមន្ត្រីហ៊ុនសែនជាមុនសិន
ព្រះរាជអាជ្ញាអន្តរជាតិព្យាយាមឲ្យមានការស៊ើបអង្កេតជនសង្ស័យ5នាក់បន្ថែមទៀតនៅក្នុងសំណុំរឿងលេខ003និង004ប៉ុន្តែសហព្រះរាជអាជ្ញាកម្ពុជាច្រានចោលអង្គការសិទ្ធិមនុស្ស Human Rights Watch សរសេរបន្តថាបញ្ហានេះធ្វើឲ្យសហព្រះរាជអាជ្ញាអន្តរជាតិលាឈប់ជាបន្តបន្ទាប់ដោយអះអាងថាការងាររបស់ពួកគាត់ត្រូវបានរារាំងដោយហេតុផលនយោបាយសប្តាហ៍ថ្ងៃនេះសាលាក្តីខ្មែរក្រហមកំពុងកាត់ក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលនៅរស់2រូបក្នុងសំណុំរឿងលេខ002គឺជនជាប់ចោទនួនជានិងធាវសំផនខ្ញុំលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីក្រុមហ៊ុនទ្រីភិបដែលជាក្រុមហ៊ុនត្រូវបានអង្គការឃ្លាំមើលបរិស្ថានអន្តរជាតិ Global Witness រកឃើញថានៅពីក្រោយការនាំចេញឈើប្រណិតចេញពីកម្ពុជាទៅប្រទេសចិននោះឥឡូវបានអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបលើជនខិលខូចទាំងឡាយណាដែលប្រើប្រាស់ឈ្មោះក្រុមហ៊ុនទ្រីភិបក្នុងសកម្មភាពរកស៊ីជួញដូរឈើខុសច្បាប់ក្រុមហ៊ុននេះអះអាងថាជនខិលខូចទាំងនោះកំពុងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិនាមរបស់ក្រុមហ៊ុនលោកយាងសុជាមេតាមានសេចក្តីរាយការណ៍ស្របពេលដែលអង្គការជាតិនិងអន្តរជាតិកំពុងចោទប្រកាន់ក្រុមហ៊ុនទ្រីភិបថាបានបំផ្លិចបំផ្លាញព្រៃឈើនៅកម្ពុជាឲ្យជាច្រើនក្រោមរូបភាពរកស៊ីជួញដូរឈើនោះក្រុមហ៊ុនទ្រីភិបក៏បានចោទប្រកាន់ថាមានជនខិលខូចប្រើប្រាស់ឈ្មោះក្រុមហ៊ុនរបស់ខ្លួនទៅរកស៊ីនិងដឹកជញ្ជូនឈើខុសច្បាប់សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនទ្រីភិបចុះផ្សាយនៅថ្ងៃទី26ខែកុម្ភៈលើកឡើងថាកន្លងមកក្រុមហ៊ុនបានសង្កេតឃើញមានជនខិលខូចមួយចំនួនបានរកស៊ីជួញឈើព្រមទាំងប្រើប្រាស់មធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់ដោយយកឈ្មោះក្រុមហ៊ុនទ្រីភិបដែលធ្វើឲ្យអាជ្ញាធរសមត្ថកិច្ចមានការយល់ច្រឡំក្រុមហ៊ុនថានៅពេលដែលសមត្ថកិច្ចបង្ក្រាបទៅលើជនខិលខូចទាំងនោះពួកគេតែងតែប្រើឈ្មោះក្រុមហ៊ុនទ្រីភិបប្រការនេះក្រុមហ៊ុនថាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់កិត្តិនាមរបស់ក្រុមហ៊ុនទ្រីភិបអំពាវនាវឲ្យសមត្ថកិច្ចរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ចំពោះជនខិលខូចទាំងនោះនិងរឹបអូសមធ្យោបាយដឹកជញ្ជូនទាំងអស់ទុកជាសម្បត្តិរដ្ឋក្រុមហ៊ុនទ្រីភិបដែលគេដឹងថាមានការគាំទ្រពីរដ្ឋាភិបាលក្នុងការរកស៊ីឈើនៅកម្ពុជានោះឲ្យដឹងថាពួកគេនឹងសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាត់វិធានការទៅលើជនល្មើសទាំងអស់យ៉ាងណាក៏ដោយក្រុមហ៊ុនរកស៊ីឈើដ៏ធំបំផុតនិងមានក្រុមហ៊ុនបត់សម្ព័ន្ធជាច្រើននៅកម្ពុជាមួយនេះមិនបានបញ្ជាក់ចំឈ្មោះក្រុមហ៊ុនឬជនដែលបានយកឈ្មោះក្រុមហ៊ុនទៅប្រើប្រាស់នោះឡើយវត្ថុអាស៊ីសេរីក៏មិនអាចតាក់ទងតំណាងក្រុមហ៊ុនទ្រីភិបដើម្បីសាកសួរបន្ថែមបានទេនៅថ្ងៃទី26កុម្ភៈកាលពីពេលថ្មីនេះរដ្ឋមន្ត្រីក្រសួងកសិកម្មលោកអុកក្រាប៊ុនបានថ្លែងការពីភាពស្របច្បាប់របស់ក្រុមហ៊ុនទ្រីភិបក្នុងការរកស៊ីឈើនៅកម្ពុជានៅពេលនេះជំនួយការលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងជាអ្នកនាំពាក្យក្រសួងកសិកម្មលោកអៀងសុផាឡែតមានប្រសាសន៍ថាការអំពាវនាវរបស់ក្រុមហ៊ុនទ្រីភិបគឺជាសិទ្ធិរបស់ក្រុមហ៊ុននិងជាការត្រឹមត្រូវលោកថាចំពោះការស្រាវជ្រាវរកជនល្មើសនោះវាគឺជាកាតព្វកិច្ចរបស់អាជ្ញាធរពាក់ព័ន្ធយ៉ាងណាក៏ដោយលោកបញ្ជាក់ថាក្រសួងកសិកម្មនឹងចាត់វិធានការចំពោះរឿងនេះរាល់បទល្មើសទាំងឡាយរួមទាំងបទល្មើសព្រៃឈើរួមទាំងបទល្មើសនេសាទផងគឺគណៈបញ្ជាការឯកភាពរាជធានីខេត្តជាអ្នកទទួលខុសត្រូវដឹកនាំដោយចៅហ្វាយខេត្តផ្ទាល់តែម្ដងពួកក្រសួងកសិកម្មគឺនៅខាងនៃព្រៃហ្នឹងខាងរដ្ឋបាលព្រៃឈើគឺស្ថិតនៅក្រោមគណៈបញ្ជាការឯកភាពរាជធានីខេត្តដែលដឹកនាំដោយខេត្តផ្ទាល់តែម្ដងហ្នឹងឯងក្នុងការចាត់វិធានការផ្សេងៗទាំងឡាយហ្នឹងណាអង្គការឃ្លាំមើលពិភពលោក Global Witness កាលពីដើមខែកុម្ភៈរកឃើញថាលោកអុកញ៉ាទ្រីភិបគឺជាអ្នកដឹកនាំនៃបណ្ដាញកាប់ព្រៃឈើខុសច្បាប់ដែលកាងដោយក្រុមមន្ត្រីយោធាប៉ូលីសនិងមន្ត្រីគយក្នុងការបោះសម្អាតឈើក្រញូងរបស់ខ្មែរពីតាមខេត្តនានាហើយដឹកជញ្ជូនតាមកប៉ាល់ទៅកាន់កំពង់ផែក្រុងហុងកុងប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោកអ៊ុយលេងក៏សម្គាល់ថាការអំពាវនាវរបស់ក្រុមហ៊ុនទ្រីភិបនៅពេលនេះធ្វើឡើងគ្រាន់តែដើម្បីលាក់បាំងចំពោះអ្នកដែលមិនសូវដឹងស៊ីជម្រៅអំពីការកាប់ឈើនៅកម្ពុជាប៉ុណ្ណោះលោកអ៊ុយលេងថ្លែងថាក្រុមហ៊ុនផ្សេងៗជាច្រើនសុទ្ធតែបានកាត់ប្រមូលឈើលក់ទៅឲ្យក្រុមហ៊ុនទ្រីភិបហើយក្រុមហ៊ុននេះដឹកឈើទាំងនោះទៅលក់បន្តនៅប្រទេសវៀតណាមប្រទេសចិននិងប្រទេសមួយចំនួនទៀតលោកអ៊ុយលេងយល់ថានេះគឺជារចនាសម្ព័ន្ធរឹងមាំមួយដែលបានធ្វើឲ្យព្រៃឈើនៅកម្ពុជាហិនហោចលោកថារដ្ឋាភិបាលគួរតែចាត់វិធានការទៅលើក្រុមហ៊ុនទ្រីភិបដែលជាមេខ្លោងជាមុនសិនមុននឹងឈានដល់ការចាត់វិធានការលើអ្នកផ្សំគំនិតផ្សេងទៀតដូចជាគាត់បានចេញប្រកាសមួយនៅក្នុងខេត្តមណ្ឌលគិរីតាំងពីឆ្នាំមុនប៉ុន្តែយើងឃើញថាមេការនៅក្នុងមណ្ឌលគិរីគឺសុទ្ធតែមេការចេញពីក្រុមហ៊ុនទ្រីភិបទាំងអស់ហើយគេមានការសហការជាមួយខាងក្រុមហ៊ុនទ្រីភិបឬក៏រកស៊ីជាមួយទ្រីភិបកន្លងមកដូចជាត្រេងវិញអីជាដើមនៅស្ទឹងត្រែងសុទ្ធតែអ្នកដែលមានការកិច្ចសហការពីខាងក្រុមហ៊ុនទ្រីភិបចឹងហើយបានសូមឲ្យរដ្ឋាភិបាលចាត់វិធានការទៅលើមេខ្លោងមុនគេដែលយើងរកឃើញថាក្រុមហ៊ុនទ្រីភិបក៏ជាក្រុមហ៊ុនប្រសពដែររបាយការណ៍របស់អង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា
ដែលចេញផ្សាយកាលពីចុងឆ្នាំ 2013 បង្ហាញថាក្រុមហ៊ុនទ្រីភិបមានដីសម្បត្តិសេដ្ឋកិច្ចចំនួន 77,000 ហិកតាគ្របដណ្ដប់លើខេត្តក្រុងចំនួន 12 ក្នុងប្រទេសកម្ពុជាហើយដីទាំងនោះភាគច្រើនជាប្រភេទដីព្រៃខ្ញុំយេសុជាមេតាវត្ថុអាស៊ីសេរីភ្នំពេញលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីប្រាក់ចំណូលសម្រាប់ថវិការដ្ឋដែលបានមកពីការបង់ពន្ធអាជីវកម្មព្រៃឈើរយៈពេល 5 ឆ្នាំមកនេះមានចំនួនតិចតួចតើមូលហេតុអ្វីបានជាប្រាក់ពន្ធពីអាជីវកម្មព្រៃឈើបានបាត់បង់លោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីរឿងនេះនៅពេលបន្តិចទៀតក្រុមសម្ព័ន្ធកំណែទម្រង់បោះឆ្នោត ERA និងអង្គការសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍រួមគ្នាជំទាស់មិនអោយមន្ត្រីតុលាការនិងកងកម្លាំងប្រដាប់អាវុធនៅក្នុងជួរដឹកនាំនយោបាយរបស់ខ្លួនការប្រឆាំងទាស់នេះនៅក្នុងពេលគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិកំពុងចរចារៀបចំកែតម្រង់ច្បាប់បោះឆ្នោតថ្មីអ្នកស្រីអុកសាវរីរាយការណ៍ក្រុមសម្ព័ន្ធកំណែតម្រង់បោះឆ្នោតនិងអង្គការសង្គមស៊ីវិលស្នើសុំឲ្យបកទាំងពីរកុំដាក់បញ្ចូលមន្ត្រីតុលាការនិងកងកម្លាំងប្រដាប់អាវុធទៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសុំទុកឲ្យពួកគេស្ថិតនៅជាឯករាជ្យដើម្បីពង្រឹងនីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យការស្នើសុំនេះបានធ្វើឡើងនៅថ្ងៃទី26 ខែកុម្ភៈក្រោយពីគណៈបកប្រជាជនកម្ពុជានៅតែចង់ដាក់ស្ថាប័នទាំងនោះនៅក្នុងពេលធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រប្រធានសមាគមអាត់ហុកលោកធុនសរាយថ្លែងថាកម្លាំងប្រដាប់អាវុធត្រូវទុកជាមន្ត្រីរបស់ស្ថាប័នជាតិមិនត្រូវបម្រើគណៈបកនយោបាយទេចំណែកមន្ត្រីតុលាការក្នុងតំណែងអាចដោះស្រាយវិវាទបោះឆ្នោតលំអៀងតាក់ទិនបណ្ដឹងបោះឆ្នោតបញ្ហានេះនឹងគំរាមធ្ងន់ធ្ងរដល់ការប្រកួតនយោបាយនិងស្ថិរភាពនៃការផ្លាស់ប្តូរអំណាចហើយបើក្រុមណានៅគំនិតចង់ធ្វើអានឹងទៀតគឺថាក្រុមនោះមានគំនិតល្អសម្រាប់ប្រទេសជាតិទេអត់មានគោលបំណងស្មោះត្រង់ជាមួយប្រទេសជាតិទេពីព្រោះស្ថាប័ននៅទីត្រូវតែយកមកដាក់ឲ្យបម្រើជាតិនិងសង្គមប្រជាពលរដ្ឋទាំងមូលចំពោះការចេញសេចក្តីថ្លែងការណ៍របស់ក្រុមសម្ព័ន្ធកំណែតម្រង់បោះឆ្នោតនិងអង្គការសង្គមស៊ីវិលនោះលោកប៊ិនឈិនប្រធានក្រុមចរចាគណៈបកប្រជាជនកម្ពុជាពន្យល់ថាមន្ត្រីតុលាការនិងកងកម្លាំងប្រដាប់អាវុធជាប្រជាពលរដ្ឋដែលមានសិទ្ធិចូលរួមក្នុងសកម្មភាពបោះឆ្នោតចំណែកអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសវណ្ណមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេក្នុងពេលគណៈបកទាំងពីរកំពុងចរចាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះទោះជាយ៉ាងណានាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពលោកយងកំឯងថ្លែងថាដើម្បីពង្រឹងការអនុវត្តច្បាប់គណៈបកនយោបាយតាមមាត្រា 15 និងការបោះឆ្នោតសេរីនិងយុត្តិធម៌បទបញ្ញត្តិនៃវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគួរតែចែងថាទាំងក្នុងម៉ោងបំពេញការងារនិងក្រៅម៉ោងបំពេញការងារមន្ត្រីកម្លាំងប្រដាប់អាវុធនិងមន្ត្រីតុលាការមិនត្រូវធ្វើសកម្មភាពគាំទ្រនិងប្រឆាំងគណៈបកណាមួយទេទុកឲ្យមន្ត្រីទាំងនោះរក្សាសន្តិសុខក្នុងដំណើរការបោះឆ្នោតហើយមន្ត្រីតុលាការក៏នឹងចូលរួមក្នុងការដោះស្រាយបណ្ដឹងទាក់ទិនការបោះឆ្នោតដែរបើសិនជាឲ្យគាត់នៅឯករាជ្យនោះគាត់អាចនឹងបំពេញកិច្ចការរបស់គាត់នឹងបានជាងហើយនឹងគាត់អាចនឹងកាត់បន្ថយនៅភាពរំភាននឹងបានច្រើនជាអតិបរមាសេចក្តីថ្លែងការណ៍រួមស្តីពីការដកមន្ត្រីកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីតុលាការចេញពីជួរដឹកនាំគណៈបកនយោបាយក្នុងការធ្វើសកម្មភាពគាំទ្រនិងប្រឆាំងគណៈបកណាមួយដើម្បីពង្រឹងនីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដកស្រង់មាត្រា 15 នៃច្បាប់ស្តីពីគណៈបកនយោបាយចែងថាមន្ត្រីតុលាការកងយោធពលខេមរៈភូមិន្ទនិងកងកម្លាំងនគរបាលជាតិអាចចូលរួមជាសមាជិកគណៈបកនយោបាយនានាបានតែមិនត្រូវធ្វើសកម្មភាពគាំទ្រឬប្រឆាំងគណៈបកនយោបាយណាមួយឡើយម្យ៉ាងទៀតគណៈបកនយោបាយមិនត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំងនៅក្នុងស្ថាប័នតុលាការកងយោធពលខេមរៈភូមិន្ទនិងកងកម្លាំងនគរបាលជាតិទេនាងខ្ញុំអុកសាវបុរីវិទ្យុអាស៊ីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីពលរដ្ឋនៅឃុំទួលស្នួលស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំឲ្យដឹងថាសកម្មភាពឈូសឆាយព្រៃលិចទឹកនៅក្នុងឃុំបានចាប់ផ្ដើមកក្រើកជាថ្មីពីសំណាក់ក្រុមឈ្មួញអ្នកមានប្រាក់ដោយមិនមានអាជ្ញាធរទប់ស្កាត់ឡើយទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរបញ្ជាក់ថាអ្នកកាប់ទន្ទ្រានទាំងនោះជាក្រុមអ្នកភូមិហើយអាជ្ញាធរនឹងរកវិធានការណែនាំឲ្យពួកគាត់កុំបំផ្លាញព្រៃលិចទឹកទាំងនោះតទៅទៀតលោកសុតសុខប្រាថ្នារាយការណ៍ពលរដ្ឋឲ្យដឹងថាសកម្មភាពដាក់គ្រឿងចាក់2គ្រឿងនៅប្រចាំការក្នុងតំបន់ព្រៃលិចទឹកនៅក្នុងឃុំទួលស្នួលគឺចាប់ផ្ដើមជាថ្មីទៀតតាំងពីខែមករាមកដោយមិនឃើញអាជ្ញាធរចេញមកហាមឃាត់ពួកគេនោះទេពលរដ្ឋថាដីព្រៃលិចទឹកនៅតំបន់ហូតអន្ទង់ប្រមាណ50ហិកតាត្រូវបានអ្នកមានប្រាក់យកគ្រឿងចាក់ទៅឈូសឆាយដែលធ្វើឲ្យប៉ះពាល់ដល់ជម្រកត្រីពងនាពេលខាងមុខ
ពលរដ្ឋនៅឃុំទួលស្នូលម្នាក់សូមមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថាលោកព្រួយបារម្ភនៅពេលឃើញសកម្មភាពឈូសឆាយតំបន់ព្រៃលិចទឹកចាប់ផ្ដើមពីព្រោះព្រៃលិចទឹកទាំងនោះវាជាជម្រកដ៏សំខាន់សម្រាប់ត្រីពងកូនហើយធ្វើឲ្យបឹងមួយចំនួនបាត់បង់និងមួយផ្នែកទៀតធ្វើឲ្យប៉ះពាល់ដល់ដីរបស់ពលរដ្ឋដែលបានកាន់កាប់តាំងពីមិនទាន់មានការហាមឃាត់ជាដើមកន្លងហើយមកក៏មានជាពលរដ្ឋគាត់ទៅកាប់យកអុសយកអីបានផងមកដល់ហើយគាត់អ្នកមានលុយយកតែប្រាក់ទៅរុញនឹងដូចជាមិនលីតាមមិនស្គាល់អញ្ចឹងបានថាវាពិបាកដំបូងឡើយព្រៃលិចទឹកនៅតំបន់នោះខ្លះត្រូវបានពលរដ្ឋនាំគ្នាកាប់រុករានដើម្បីអាស្រ័យផលបានមួយរយៈប៉ុន្តែក្រោយពេលរាជរដ្ឋាភិបាលហាមឃាត់សកម្មភាពបំផ្លាញព្រៃលិចទឹកពលរដ្ឋក៏នាំគ្នាផ្អាកសកម្មភាពរបស់ខ្លួនក្រោយមកនៅឆ្នាំ2012សកម្មភាពឈូសឆាយព្រៃលិចទឹកបានចាប់ផ្ដើមឡើងវិញនៅតំបន់មួយចំនួនគឺនៅតំបន់ពន្លិចសណ្ដានក្នុងឃុំរកាព5អស់ផ្ទៃដីព្រៃលិចទឹករាប់រយហិកតាពីសំណាក់អ្នកគ្រប់គ្រងក្រុមហ៊ុនចំការកៅស៊ូនៅក្បែរនោះរហូតដល់ដើមឆ្នាំ2015ក៏មានសកម្មភាពឈូសឆាយពីសំណាក់អ្នកមានប្រាក់ជាថ្មីទៀតនៅតំបន់ហូតរន្ទង់នៅឃុំទួលស្នួលអស់ដីរាប់សិបហិកតាទៀតចំណែកពលរដ្ឋបានដាក់ពាក្យបណ្ដឹងរបស់ខ្លួនទៅមន្ត្រីមូលដ្ឋានរហូតដល់រដ្ឋសភាជាតិប៉ុន្តែមិនទាន់បានទទួលលទ្ធផលជាវិជ្ជមាននៅឡើយទេតាក់ទងបញ្ហានេះមេឃុំទួលស្នួលលោកធីសម្បត្តិមានប្រសាសន៍ថាអ្នកចូលកាប់រុករានដីព្រៃលិចទឹកថ្មីនេះគឺជាប្រជាពលរដ្ឋនៅទីនោះហើយក៏មិនដែលមានក្រុមហ៊ុនណាទៅប៉ះពាល់ដីតំបន់នោះដែរចំណែកអាជ្ញាធរបានហាមឃាត់ពលរដ្ឋជារឿយប៉ុន្តែពួកគាត់នៅតែមិនព្រមស្ដាប់លោកថាទំហំផ្ទៃដីឈូសឆាយដីព្រៃថ្មីនេះគឺមិនដល់10ហិកតាទេខ្ញុំបានគាត់ជាបរិបទហើយតែព្រៃនេះគេមិនឲ្យយើងទៅប្រកួតទេណាបងប្អូនទៅធ្វើឯងនឹងបងប្អូនទូទៅឯងទៅជាបរិបទនឹងឃុំហ្នឹងណាគាត់ទៅពងព្រាតខ្លះទៅរហូតស្រុកលើទៅខ្លះរួមទៅនៅនឹងទៅឡាទៅធ្វើបានតិចទៅបោះចោលទៅទៅវិញទេណាលោកបន្ថែមថាសកម្មភាពឈូសឆាយនេះប្រមាណថ្ងៃមកនេះហាក់ស្ងប់ស្ងាត់ទៅវិញហើយយ៉ាងណាលោកថានឹងបន្តណែនាំពលរដ្ឋមិនឲ្យរុករានយកដីព្រៃលិចទឹកទៀតទេពីព្រោះជាជម្រកយ៉ាងសំខាន់សម្រាប់ត្រីពងកូននិងសម្រាប់ស្ថិរភាពបរិស្ថាននាពេលខាងមុខដោយឡែកមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តត្បូងឃ្មុំលោកនាងសុវត្ថិមានប្រសាសន៍ថាការឈូសឆាយដីព្រៃលិចទឹកគឺជារឿងខុសច្បាប់លោកបន្តថាពលរដ្ឋដែលអាជ្ញាធរអះអាងថាជាអ្នកទៅកាប់រុករានដីព្រៃលិចទឹកគឺមានខ្លះមែនប៉ុន្តែអ្នកដែលទៅឈូសឆាយពិតប្រាកដគឺក្រុមអ្នកមានប្រាក់ប៉ុណ្ណោះលោកបន្ថែមថាពេលឈ្មួញឈូសឆាយបានហើយក៏បង្វិលដីនោះទៅជួលឲ្យប្រជាពលរដ្ឋវិញដើម្បីងាយស្រួលឆ្លើយដាក់ប្រជាពលរដ្ឋនៅពេលមានបញ្ហាកើតឡើងគាត់គាត់ឃើញគេទៅហើយគាត់ទៅអែតជាមួយគេជួលគេទេហើយរឿងហ្នឹងចាក់តរឿងពុកអលួយហ្មងមានច្បាប់ក៏ច្បាប់គ្មានដែរព្រោះច្បាប់វាហាមយល់ទេច្បាប់មកយើងមិនជឿបើច្បាប់ហាមហើយយើងទៅចាប់ទៅមិនជឿអានោះវាជារឿងអក្រិតកម្មព្រៃឈើហើយចឹងហើយគួរតែចាត់ជាការជាប្រព័ន្ធទៅគាត់មាននេះវាជាការប្តឹងមួយដល់គណៈកម្មការឆ្លាងធ្វើពុកអលួយដែរឲ្យគាត់ចុះមកលោកបន្ថែមថាប្រសិនបើអាជ្ញាធរនៅតែមិនអាចចាត់វិធានការលើបញ្ហានេះឲ្យមានប្រសិទ្ធភាពទេគឺបណ្ដាលឲ្យពលរដ្ឋលែងមានជំនឿទុកចិត្តនៅលើប្រព័ន្ធច្បាប់ហើយក៏អាចឈប់គោរពច្បាប់ថែមទៀតផងខ្ញុំសូមសុខប្រាថ្នាវត្តជូអាស៊ីសេរីពីខេត្តកំពង់ចាមលោកអ្នកនាងជាទីមេត្រីអតីតសិស្សវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបងអះអាងថាសិស្សដែលរៀនចប់ពីសាលានេះរាប់ពាន់នាក់ជាច្រើនឆ្នាំមកហើយនៅមិនអាចដកសញ្ញាបត្រយកទៅប្រើប្រាស់ជាផ្លូវការបានឡើយបញ្ហានេះធ្វើឲ្យពួកគេស្វែងរកការងារធ្វើដោយលំបាកនិងពុំមានលទ្ធភាពប្រកួតប្រជែងក្នុងការងារដោយសារពុំមានសញ្ញាបត្រពិតប្រាកដយកទៅបង្ហាញស្ថាប័នដែលត្រូវជ្រើសរើសនោះលោកហ៊ុំចម្រើនរាយការណ៍ព័ត៌មាននេះអតីតសិស្សវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបងនោះសម្ដែងការមិនពេញចិត្តទៅនឹងទង្វើរបស់ថ្នាក់ដឹកនាំសាលានេះថាជាសកម្មភាពមួយគិតតែពីផលប្រយោជន៍របស់ខ្លួនដោយមិនខ្វល់ពីអនាគតរបស់សិស្សដែលរៀនចប់ឡើយអតីតយុវសិស្សម្នាក់រស់នៅសង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបងថ្លែងមិនអោយបញ្ចេញឈ្មោះនៅថ្ងៃទី26កុម្ភៈថាកាលពីឆ្នាំ2004-2006រូបគេជាអតីតសិស្សវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបងពលរដ្ឋរូបនេះបន្តថាចាប់តាំងពីរៀនចប់ឆ្នាំ2007រហូតមកទល់ពេលនេះគឺពួកគេពុំអាចដកសញ្ញាបត្រពីសាលានេះយកទៅប្រើប្រាស់បាននៅឡើយទេការដកសញ្ញាបត្រមិនបាននេះពុំមែនមានតែសិស្សចំនួនពួកគេរៀនប៉ុណ្ណោះទេគឺសិស្សចំនួនក្រោយៗទៀតសរុបប្រមាណជាង 1000 នាក់ក៏ជួបបញ្ហាដូចគ្នាធ្វើឲ្យពួកគេលំបាកក្នុងការប្រកួតប្រជែងរកការងារធ្វើដូចគ្នាដែរខាង
រដ្ឋបាលគេថាគេធ្វើទៅលើអីអត់ទាន់បានគាត់ចេះតែលេងចេះលេងរហូតគាត់ចេញឲ្យតែបដិអសនឲ្យប្រើយើងទៅធ្វើការងារអីគេទាមទារសញ្ញាបត្រពិតប្រាកដពេលដែលយើងដាក់ការបដិអសនទៅគេសួរមកយើងមកវិញបដិអសនអីរាប់សិបឆ្នាំហើយមិនក៏អត់បានអញ្ចឹងអាហ្នឹងជាផលបាក់យើងមួយដែលក្នុងការទៅធ្វើការបម្រើការងារគេវាអត់បានព្រោះយើងវាបញ្ញាបត្របដិអសនយើងវាយូរពេកព្រោះធម្មតាតាមគេផ្សេងដល់2 ឬឆ្នាំអីគេសញ្ញាបត្រឲ្យប្រើបើយើងមែនលេងចូល6 7ឆ្នាំហើយនៅប្រើតែបដិអសនឆ្លើយតបនឹងបញ្ហានេះប្រធានផ្នែករដ្ឋបាលវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបងលោកផាន់ផាមានប្រសាសន៍ទទួលស្គាល់ថាខាងសាលាពិតជាយឺតយ៉ាវក្នុងការប្រគល់សញ្ញាបត្រដល់សិស្សខ្លះមែនទោះជាយ៉ាងនេះក្តីលោកថាការយឺតយ៉ាវនេះដោយសារកំហុសបច្ចេកទេសទេហើយថាខាងសាលាកំពុងដំណើរការលើការងារនេះបាទទី1ផ្នែកសញ្ញាទី2ហ្វមសញ្ញាបត្រពណ៌ហើយនឹងទំហំស្លឹកអីចឹងណាហើយមួយទៀតដោយសារពីមុនមកខាងខ្ញុំមុននៅក្រោមក្រសួងអប់រំដល់នៅក្រោមក្រសួងអប់រំចឹងទៅដូរមកជាក្រសួងការងារវិញហើយនាយកដែលគាត់ទទួលទុកលើអប់រំនោះគាត់ផ្លាស់ដូរចេញទៅដល់អញ្ចឹងចូលមកនាយកថ្មីទៀតអញ្ចឹងវាទីក្រសួងអញ្ចឹងណាបាទដល់អញ្ចឹងពិបាកមន្ត្រីសម្របសម្រួលអង្គការលីកាដូខេត្តបាត់ដំបងលោកសុនទឹកមានប្រសាសន៍ថាសាលាជាអ្នកទទួលខុសត្រូវចំពោះការយឺតយ៉ាវប្រគល់សញ្ញាបត្ររបស់សិស្សនេះដើម្បីឲ្យពួកគេយកទៅប្រើប្រាស់ស្វែងរកការងារធ្វើដោះស្រាយជីវភាពប្រចាំថ្ងៃលោកសុនទឹកហៅការបកស្រាយរបស់មន្ត្រីសាលានេះថាគ្រាន់តែជាលេសមួយដើម្បីដោះបន្ទុកពីការទទួលខុសត្រូវមួយគ្រាប៉ុណ្ណោះវាអត់ត្រូវតាមការពិតវាអត់ត្រូវតាមកិច្ចកម្មច្បាប់សម្រាប់ក៏មិនគ្នាមិនដឹងយកទៅអីដែរវាអត់ត្រូវខ្ញុំគិតថាអត់ត្រូវវាយើងឆ្នាំចឹងវាយើងមិនអាចបានទេដល់ចឹងទៅបីខែបច្ចេកទេសយ៉ាងណាក៏ខំប្រឹងប្រែងហើយដាក់ថ្ងៃខែខុសមិនត្រូវតែដាក់ថ្ងៃខែត្រូវវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបងជាស្ថាប័នបណ្ដុះបណ្ដាលរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសាលានេះសប្តាហ៍ថ្ងៃបណ្ដុះបណ្ដាលមានជាអានផ្នែកសំណង់អគ្គិសនីនិងគ្រឿងយន្តកសិកម្មជាដើមនិងមានសិស្សកំពុងសិក្សាប្រមាណ500នាក់ខ្ញុំហ៊ុំចម្រើនវិទ្យុអាស៊ីសេរីពីខេត្តបាត់ដំបងលោកអ្នកនាងជាទីមេត្រីពលរដ្ឋចំនួន12គ្រួសារនៅភូមិថ្កូវស្រុកកំពង់ត្រាចខេត្តកំពតនៅថ្ងៃទី26ខែកុម្ភៈតវ៉ាថាក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះក្រុមហ៊ុនវ៉ាន់វ៉ាណាបានដឹកដីចាក់លើស្រែរបស់ពួកគាត់ទំហំជិត2ហិកតាហើយថាក្រុមហ៊ុនបានដាក់កម្លាំងអង្គរៈការពារមិនឲ្យអ្នកស្រុកចូលខាត់គ្រឿងចាក់របស់ក្រុមហ៊ុនដែលកំពុងចាក់ដីនោះដីចំណោះនេះខ្ញុំឈ្មោះអ្នកយូដីជាដូនតាមកតែឥឡូវមកនាំគ្នាមកចាក់យកគ្រឿងចាក់មកប្រជាជនយើងខ្វាត់ទេគេសិតមានខ្នោះមានអីពីមុនមកណាទៅសិតអាវខ្មៅហ្នឹងគេមកឥឡូវមក10នាក់ទៀតហើយឥឡូវហ្នឹងដល់ពេលមីខ្ញុំហ្នឹងគាត់ជឿចិត្តពេកគាត់រត់ខ្វាត់របយដីហ្នឹងចាក់នៅលើដីគាត់ដដែលពេកគាត់ជឿចិត្តព្រោះគាត់ឥឡូវហ្នឹងគាត់ស្លាប់អស់2នាក់ហើយបងគាំងបេះដូងអង្គុយរត់ទៅណាមានអង្គុយរត់លន់ហើយព្រោះដីនេះដីពងមានតំណគ្នាជាមួយក្រុមហ៊ុនវ៉ាន់វ៉ាណាហើយខាងក្រុមហ៊ុនគាត់គ្រប់តាមគ្នាលួចមកចាក់ដីរបស់ខ្ញុំហ្នឹងព្រោះអត់មានកដាស់ឆ្នាំអត់មានអីគាត់មកចាក់មកហើយសួរគាត់ថាកដាស់គាត់ចេញពីណាមកគាត់ថាអត់មានកដាស់គាត់ជាមកចាក់ខ្លួនឯងគេឥឡូវគេមួយអង្គតិចហើយឃើញច្រឡំជាងគេមួយអង្គណាលោកពូអីចាត់ខឹងពេកដីពីម៉ែឪមកតាំងពីកាលណាកាលណីហើយដល់ពេលនេះគេមកចាក់គេមកអំពានយើងអញ្ចឹងវិទ្យុអាស៊ីសេរីមិនអាចតាក់ទងភាគីក្រុមហ៊ុនវ៉ាន់វ៉ាណាបានដើម្បីសុំការឆ្លើយតបទៅនឹងការចោទប្រកាន់នេះទេចំណែកភាគីប្រជាពលរដ្ឋអះអាងថាកន្លងមកក្រុមហ៊ុនវ៉ាន់វ៉ាណាបានព្យាយាមទិញដីនេះពីប្រជាពលរដ្ឋតែមិនត្រូវថ្លៃគ្នាហើយក្រោយមកក៏មានទំនាស់ឡើងដល់តុលាការខេត្តកំពតក៏ប៉ុន្តែតុលាការខេត្តកំពតបានចេញដីកាការពារមួយហាមភាគីទាំងសងខាងមិនឲ្យធ្វើអ្វីទាំងអស់ទៅលើដីទំនាស់នោះដោយរងចាំតុលាការធ្វើការកាត់ក្តីជាមុនសិនអាជីវករលក់ដូរនៅផ្សារលើខេត្តកំពង់ឆ្នាំងត្អូញត្អែថាអាជ្ញាធរយឺតយ៉ាវក្នុងការរៀបចំកន្លែងឲ្យពួកគាត់ចូលលក់ដូរវិញពួកគេអះអាងថាការរកស៊ីរបស់ពួកគេកំពុងប្រឈមការខាតបង់និងជំពាក់បំណុលធនាគារដោយសារតែពុំមានកន្លែងលក់ដូរត្រឹមត្រូវលោកជិនជាថារាយការណ៍ព័ត៌មាននេះអាជីវករលក់ដូរសេរីនៅប៉ែកខាងត្បូងនិងប៉ែកខាងជើងផ្សារលើប្រមាណ400តូបបានលក់ដូររបៀបឆក់កណ្ដៀតនិងប្រជ្រៀតគ្នាជិត1ឆ្នាំហើយគឺចាប់តាំងពីខែឧសភាឆ្នាំ2014មក
ពួកគាត់បានស្ដីបន្ទោសអាជ្ញាធរក្រុងនិងខេត្តថាអាជ្ញាធរសន្យាមិនពិតដោយការពីពួកគាត់រុះរើតូបដើម្បីឲ្យគម្រោងចាយការរបស់ប្រទេសជប៉ុនអាចចូលស្ថាបនាប្រព័ន្ធលូយ៉ាងយូរ3ខែនិងបានចូលលក់ដូរវិញប៉ុន្តែរហូតមកដល់ពេលនេះប៉ូលីសនៅតែដេញមិនឲ្យពួកគាត់ចូលលក់ដូរនៅឡើយការបណ្ដាញរបស់អាជ្ញាធរប៉ូលីសគឺសំអាងថាត្រូវរងចាំការសម្ពោធដាក់ឲ្យប្រើប្រាស់និងរៀបចំកន្លែងលក់ដូរឲ្យមានរបៀបរៀបរយសិនក្រុមអាជីវករភាគច្រើនបានស៊ូទ្រាំលក់ដូរប្រជៀតគ្នាតាមសម្យាផ្ទះគេនិងពេលខ្លះលួចចូលលក់ដូរឆក់កណ្ដៀបនៅលើទីធ្លាដែលមិនទាន់ធ្វើរួចប៉ុន្តែត្រូវសមត្ថកិច្ចប៉ូលីសដេញចាប់យកកញ្ច្រែងឬឆាតដាក់ឡានជារឿយៗអាជីវករដែលថ្លែងសុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថាក្រុមអាជីវករចង់ឲ្យអាជ្ញាធរពាក់ព័ន្ធជួយចាត់ចែងឲ្យពួកគាត់បានចូលលក់ដូរវិញឆាប់ៗបើមិនដូច្នោះទេជីវភាពរបស់ពួកគាត់នឹងត្រូវប៉ះពាល់កាន់តែខ្លាំងអត់កន្លែងលក់ជាជនជារួមលំបាកមែនតែនហ្មងណាលំបាកដូចថាទី1គ្នាជាពាក់លុយគេច្រើនអញ្ចឹងដល់ពេលខានលក់តាំងពីខែ5រហូតមកដល់ខែ2ហើយវាអត់ទាន់បានមានកន្លែងគ្នាលក់ទៀតរយៈពេល7-8ខែហើយខ្ញុំសំណូមពរឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងហ្នឹងឲ្យគាត់ជួយចូលវាស់វែងឲ្យប្រជាជនមានការលក់ដូរឡើងវិញអញ្ចឹងណាសូមឲ្យបានឆាប់ហ្នឹងព្រោះឲ្យប្រជាជនរាល់ថ្ងៃពងលំបាកខ្លាំងដោយតែគ្នាមកគ្នារកវាមិនគ្រប់គ្រាន់មកគ្នាចេះមកលក់ហ្នឹងមិនបានអាសាយើងអត់មានកន្លែងលក់ហ្នឹងបងលក់ទៅដាច់ខ្លះមិនដាច់ខ្លះចឹងទៅឆ្លើយតបបញ្ហានេះអភិបាលក្រុងកំពង់ឆ្នាំងលោកហៃមនោរម្យថ្លែងបញ្ជាក់ថាការចាត់ចែងកន្លែងលក់ដូរឬរបៀបរៀបរយយ៉ាងណានោះគឺលោកមិនអាចសម្រេចតែម្នាក់ឯងបានទេគឺអាស្រ័យលើគណៈកម្មការរបស់ខេត្តចំពោះសំណួរថាតើនៅពេលណាអាជីវករអាចចូលលក់ដូរដោយដើមបានហើយនឹងធ្វើដំបូលជូនអាជីវករលក់ដូរសេរីដែរឬទេលោកបដិសេធមិនធ្វើអត្ថាធិប្បាយឡើយក៏រងចាំពិធីរំលឹកប្រគល់ពីផ្លូវការពីរដ្ឋាភិបាលជប៉ុនទូតជប៉ុនឲ្យប្រគល់ឲ្យខេត្តយើងអាចធ្វើនឹងនៅថ្ងៃណាដែរបងខ្ញុំអត់ដឹងទៅប្រកាសទេតែក្នុងខែ3ហើយក្រោយពីសម្ពោធហើយបានដាក់កម្មការខេត្តឲ្យដល់ខេត្តក៏រៀបចំចាត់ចែងយ៉ាងម៉េចទៀតតែបានប្រជុំច្រើនលើកដែរហើយវិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺបន្ថែមពីអភិបាលរងខេត្តកំពង់ឆ្នាំងលោកហ៊ីណាតជុំវិញបញ្ហានេះបានទេនៅថ្ងៃទី25ខែកុម្ភៈដោយទូរស័ព្ទចូលហើយពុំមានអ្នកទទួលយ៉ាងណាកន្លងទៅលោកប្រាប់វិទ្យុអាស៊ីសេរីថាអាជ្ញាធរបានខិតខំប្រឹងប្រែងឲ្យមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយនៅទូទាំងខេត្តរាប់ទាំងពីការលក់ដូររបស់អាជីវករឡើងទៅការលើកឡើងនេះគឺស្រដៀងនឹងប្រសាសន៍របស់អភិបាលក្រុងកំពង់ឆ្នាំងលោកហៃមនោរម្យដែលធ្លាប់ប្រាប់ថាអាជ្ញាធរបានគិតគូររៀបចំសណ្ដាប់ធ្នាប់ឲ្យមានផ្លូវចេញចូលនៅអមសងខាងផ្សារដើម្បីបង្ការគ្រោះអគ្គិភ័យកើតឡើងឡានទឹកអាចចូលទៅពន្លត់បានទាន់ពេលខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងលោកអ្នកនាងជាទីមេត្រីពលរដ្ឋនៅសង្កាត់ជែកក្បែរក្រុងស្វាយរៀងខេត្តស្វាយរៀងបានរិះគន់អាជ្ញាធរអគ្គិសនីខេត្តថាយឺតយ៉ាវក្នុងការតភ្ជាប់បណ្ដាញអគ្គិសនីរដ្ឋចូលទៅក្នុងតំបន់របស់ពួកគេប៉ុន្តែអាជ្ញាធរដែនដីថាការតភ្ជាប់បណ្ដាញអគ្គិសនីរដ្ឋនោះនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខលោកមុំសុផុនមានសេចក្តីរាយការណ៍ប្រជាពលរដ្ឋរស់នៅក្នុងភូមិទទាសង្កាត់ជ័យក្រុងស្វាយរៀងខេត្តស្វាយរៀងរងចាំការតភ្ជាប់បណ្ដាញអគ្គិសនីរបស់ខេត្តចូលទៅក្នុងតំបន់ពួកគាត់រស់នៅជាច្រើនខែមកហើយបន្ទាប់ពីមានការសន្យាពីមន្ត្រីពាក់ព័ន្ធថានឹងតភ្ជាប់បណ្ដាញអគ្គិសនីរដ្ឋឲ្យប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានមុនដាច់ឆ្នាំ2014កន្លងមកនោះពលរដ្ឋរស់នៅក្នុងសង្កាត់ជ័យក្រុងស្វាយរៀងលោករស់សុខាមានប្រសាសន៍ថាបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលរស់នៅក្បែរទីរួមខេត្តក៏ប៉ុន្តែបែរជាប្រើភ្លើងឯកជនជាអ្នកផ្គត់ផ្គង់ហើយប្រើប្រាស់មិនគ្រប់គ្រាន់ថែមទាំងមានតម្លៃថ្លៃទៀតគាត់សន្យាថាតឲ្យហ្នឹងដាក់គោលថ្មមកឲ្យប្រើប្រាស់គ្រប់គ្រាន់វាឲ្យនៅក្នុងក្រុងអញ្ចឹងតាមផ្លូវលំផ្សេងហ្នឹងគាត់ដាក់ឲ្យគេហើយហេតុអីក៏គាត់មិនដាក់ទៅតាមផ្លូវទូផ្លូវល្អនឹងឲ្យពួកខ្ញុំផងឬក៏ដោយសារពួកខ្ញុំទាមទារគាត់មិនព្រមដាក់ឲ្យឬក៏យ៉ាងម៉េចហើយម្យ៉ាងទៀតថ្នាក់ជាតិដែលគាត់បានមកធ្វើមតិសាធារណៈហ្នឹងនៅក្នុងឃុំរបស់ខ្ញុំហ្នឹងគាត់សន្យាថាគាត់នឹងជំរុញឲ្យដាក់ឲ្យបានលឿនបំផុតនៅក្នុងឆ្នាំ2014ហើយស្រាប់តែបាត់ទៅខ្ញុំសង្ស័យក្រែងមានកន្លែងណាគេរាំងស្ទះមិនបានជាព្រមអូសមកផ្លូវហ្នឹងបងលោកបានបញ្ជាក់ទៀតថាបណ្ដាញអគ្គិសនីដែលតភ្ជាប់ពីសហគមន៍នោះគឺត្រូវអាជ្ញាធរអគ្គិសនីខេត្តបិទមិនឲ្យប្រើមួយរយៈពេលហើយក្នុងពេលកន្លងមកនេះអភិបាលរងខេត្តស្វាយរៀងលោកស៊ុំសុជាតិមានប្រសាសន៍ថាអាជ្ញាធរអគ្គិសនីខេត្តផ្ដាច់ភ្លើងកន្លងមកដោយសារតែតំណាងសហគមន៍តភ្ជាប់បណ្ដាញនោះមិនបានបង់ប្រាក់មកឲ្យអគ្គិសនី
លោកបានលើកឡើងបញ្ជាក់ទៀតថាអាជ្ញាធរអគ្គិសនីខេត្តនឹងតបណ្ដាញអគ្គិសនីចូលទៅក្នុងតំបន់នោះក្នុងពេលឆាប់ខាងមុខដោយសារតែបច្ចុប្បន្នក្រុមហ៊ុនដែលដេញថ្លៃផ្គត់ផ្គង់សម្ភារៈកំពុងតែដឹកជញ្ជូនសម្ភារៈតភ្ជាប់មកឥឡូវសូមជំរាបជូនទៅថាអង្គភាពអគ្គិសនីខេត្តហ្នឹងមកផលិតតិចឥឡូវនោះបាទតាមផែនការ2015នេះវាមាន100ថោស្រងស្គមឥឡូវនេះគាត់កំពុងតែតខ្សែបណ្ដាញគេហៅថាបណ្ដាញរងបណ្ដាញចូលទៅឃុំហ្នឹងណាបាទតទៅតាមនេះហ្នឹងហើយក្នុងផែនទីរបស់គាត់ហ្នឹងគាត់មានផែនការគាត់ទៅធ្វើចូលទៅឃុំណាហ្នឹងឥឡូវគាត់សម្រុកតទៅសិនបាទតទៅដូច្នេះកន្លែងយើងហ្នឹងវាអត់ទាន់បាននេះជាប់ជាមួយស្រងស្គមអត់អីទេខ្ញុំទទួលបានព័ត៌មាននេះខ្ញុំនឹងជំរុញថាអគ្គិសនីធ្វើម៉េចដើម្បីឲ្យប្រជាពលរដ្ឋនៅបែរនេះកុំឲ្យគាត់ថាគាត់នៅចិត្តក្រុងស្វាយរៀងហើយគាត់អត់ទាន់បានធ្វើរដ្ឋប្រើប្រាស់លោកសុំសុជាតិអភិបាលរងខេត្តស្វាយរៀងមានប្រសាសន៍ទៀតថាតាមផែនការរបស់ក្រសួងរាយនឹងថាមពលនិងអាជ្ញាធរអគ្គិសនីសម្រាប់ខេត្តស្វាយរៀងគឺក្នុងឆ្នាំ2018ខាងមុខនឹងមានបណ្ដាញរងចូលគ្រប់ឃុំហើយនៅឆ្នាំ2020នឹងតបណ្ដាញចូលដល់គ្រប់ភូមិឲ្យប្រជាពលរដ្ឋបានប្រើប្រាស់បណ្ដាញអគ្គិសនីរដ្ឋខ្ញុំមុំសុផុតវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តព្រៃវែងអង្គការសិល្បៈខ្មែរអមតៈចាប់ផ្ដើមកម្មវិធីរៃអង្គាសថវិកាពីសប្បុរសជនដើម្បីទំនុកបម្រុងដល់សិល្បករចាស់ជរាបាត់បង់សមត្ថភាពចិញ្ចឹមជីវិតនិងអ្នកត្រូវការជំនួយបន្ទាន់យុវជនសម្របសម្រួលកម្មវិធីនេះលោកថេងកឹមសថ្លែងថាកម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី25ខែកុម្ភៈបន្តដល់ថ្ងៃទី1ខែមីនាយុវជនដដែលបន្តថាមូលនិធិដែលទទួលបានពីសប្បុរសជននិងប្រគល់ឲ្យសិល្បករវ័យចំណាស់ដែលត្រូវការជំនួយបន្ទាន់ពួកគាត់ខ្លះជាកុមារកំព្រានៅក្នុងអង្គការសិល្បៈខ្មែរហ្នឹងដែរហើយបានពួកគាត់បានស្ដេចស្ដើមគ្នាហ្នឹងដើម្បីចូលរួមរៃអង្គាសថវិកាហ្នឹងជួយដល់សិល្បករចាស់ៗ5រូបនៅក្នុងហ្នឹងដែរទី1អាយដាមពេជ្រទុំក្រវិលទី2លោកតាសុកដុតលោកតាប្រែកឈួនលោកតាខ្លងមឿកហើយនិងលោកតាលោកទៅថានោះស្ដាប់ក្នុងព័ត៌មានដែលជូនដំណឹងដោយអង្គការសិល្បៈខ្មែរអមតៈឲ្យដឹងថាសប្បុរសជនអាចបរិច្ចាគថវិកាបានដោយតាក់ទងទៅទូរស័ព្ទលេខ096 975 2548ឬបរិច្ចាគនៅអង្គការសិល្បៈខ្មែរអមតៈដោយផ្ទាល់ក៏បាននៅថ្ងៃអាទិត្យទី1ខែមីនានឹងមានការសម្ដែងល្ខោនស្រមោលស្បែកធំរបាំបុរាណរបាំប្រពៃណីចម្រៀងសម័យនិងចម្រៀងបុរាណជូនសាធារណជនទស្សនាដោយសេរីនៅពេលរាត្រីនៅសារមន្ទីរជាតិលោកអ្នកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពុស្ដាផ្សេងៗទៀតនៅពេលបន្តិចទៅនេះលោកអ្នកនាងជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ស្ដីអំពីអង្គការឃ្លាំមើលព្រៃឈើអះអាងថាថ្លៃបង់ពន្ធពីការធ្វើអាជីវកម្មព្រៃឈើរយៈពេល5ឆ្នាំមិនស្មើគ្នានឹងក្រុមហ៊ុនទ្រីភិបរកប្រាក់ចំណូលពីការនាំឈើចេញក្នុងរយៈពេល1ថ្ងៃលោកហ៊ុនសែនប្រមានកម្ចាត់បកនយោបាយណាដែលចង់ធ្វើបដិវត្តពលរដ្ឋមេធាវីស្នើឲ្យពិនិត្យសុខភាពផ្លូវចិត្តដល់ជនជាប់ចោតខ្មែរអាមេរិកដែលប្រមាថមេដឹកនាំហើយនៅចុងក្រោយគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដាក្រុមអ្នកឃ្លាំមើលឧក្រិដ្ឋកម្មព្រៃឈើក្នុងប្រទេសកម្ពុជាបានរកឃើញថាប្រាក់ចំណូលដែលបានមកពីការធ្វើអាជីវកម្មព្រៃឈើនិងការប្រមូលពន្ធពីការធ្វើពាណិជ្ជកម្មឈើប្រណិតក្នុងរយៈពេល5ឆ្នាំមានចំនួនតិចជាងឆ្ងាយពីការជួញដូរឈើក្នុងមួយថ្ងៃទៅបរទេសរបស់ក្រុមហ៊ុនឯកជនក្នុងស្រុកមួយទោះជាយ៉ាងណាក៏ដោយមន្ត្រីរដ្ឋាភិបាលអះអាងថាជាការចោទប្រកាន់ដោយគ្មានភស្តុតាងច្បាស់លាស់ពីរដ្ឋធានី Washington ខ្ញុំបាទមានសេចក្តីរាយការណ៍របាយការណ៍បូកសរុបប្រចាំឆ្នាំ2010ដល់ឆ្នាំ2014របស់ក្រមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាបង្ហាញថាប្រាក់ចំណូលដែលរដ្ឋទទួលបានពីការធ្វើអាជីវកម្មព្រៃឈើក្នុងរយៈពេល5ឆ្នាំនេះមានចំនួន$75 លានសហរដ្ឋអាមេរិកហើយចំណែកឯចំណូលដែលបានមកពីការប្រមូលពន្ធលើការនាំឈើចេញទៅលក់នៅក្រៅប្រទេសវិញមានចំនួនតែ$42 លានសហរដ្ឋអាមេរិកប៉ុណ្ណោះក្នុងរយៈពេល5ឆ្នាំប្រធានអង្គការក្រមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោកអ៊ុចលេងមានប្រសាសន៍ថាចំណូលទាំងនោះមានចំនួនតិចបំផុតដែលមិនស្មើនឹងតម្លៃនាំឈើចេញរបស់ក្រុមហ៊ុនមួយសម្រាប់លក់ទៅបរទេសក្នុងរយៈពេល1ថ្ងៃផងលោកបានជំរុញឲ្យរដ្ឋាភិបាលត្រូវពិនិត្យបញ្ហានេះឡើងវិញជាបន្ទាន់
ដើម្បីស្វែងរកភាពមិនប្រក្រតីនៃការប្រមូលប្រាក់ចំណូលនិងពន្ធពីការធ្វើអាជីវកម្មឈើប្រណិតនៅកម្ពុជាបើសិនជាប្រៀបធៀបជាមួយនឹងចំណូលរបស់ក្រុមហ៊ុនមួយគឺក្នុងមួយថ្ងៃវាលើសអំពីចំណូលក្នុងរយៈពេល5ឆ្នាំទៀតដូច្នេះរដ្ឋាភិបាលគួរតែពិចារណាអំពីចំណូលពីការប្រមូលពន្ធឬក៏ប្រមូលចំណូលទាក់ទងនឹងបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជាបើមិនដូច្នោះទេរដ្ឋាភិបាលក៏មានចំណែកចូលរួមគប់ខិតជាមួយនឹងការកេងប្រវ័ញ្ចឬក៏ការកេងចំណេញទាក់ទងនឹងចំណូលព្រៃឈើសម្រាប់បុគ្គលឯកជនដូចគ្នាផងដែរវត្ថុអាស៊ីសេរីនៅមិនអាចសុំការបំភ្លឺពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអំពីបញ្ហាការប្រមូលពន្ធពីការធ្វើអាជីវកម្មឈើប្រណិតរបស់ក្រុមឈ្មួញដែលរងការចោទប្រកាន់ថាបានកាប់ឈើខុសច្បាប់លក់ចេញទៅក្រៅប្រទេសនោះឡើយរបាយការណ៍បូកសរុបអំពីអាជីវកម្មឈើរបស់ក្រុមហ៊ុនទ្រីភិបដែលស៊ើបអង្កេតដោយក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាបង្ហាញថាយ៉ាងហោចណាស់មានក្រុមហ៊ុនរកស៊ីឈើនៅកម្ពុជាចំនួនជាង30កំពុងប្រតិបត្តិការកាប់ឈើក្នុងប្រទេសហើយក្រុមហ៊ុនដែលធំជាងគេក្នុងការប្រមូលទិញឈើនៅទូទាំងប្រទេសលក់ចេញទៅបរទេសចំណេញកប់ក្តោងរកកន្លែងតម្កល់លុយមិនអស់នោះគឺក្រុមហ៊ុនរបស់លោកទ្រីភិបប៉ុន្តែលោកអៀងសុផល្លែនអ្នកនាំពាក្យនៃក្រសួងកសិកម្មបានប្រតិកម្មតាមទូរស័ព្ទប្រាប់វិទ្យុអាស៊ីសេរីថាការចោទប្រកាន់របស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាធ្វើឡើងដោយគ្មានភស្តុតាងត្រឹមត្រូវខ្ញុំចំពោះករណីនេះខ្ញុំអត់បានដឹងទេប៉ុន្តែរាល់ការចោទប្រកាន់រាល់ការនិយាយទាំងឡាយពាក់ព័ន្ធជាមួយករណីណាមួយនេះគាត់បីថាមានភស្តុតាងច្បាស់លាស់ឬគ្មានភស្តុតាងទេយើងនិយាយទៅវាហាក់បីដូចជាខូចនៅ credibility របស់យើងអ្នកដែលនិយាយណាប៉ុន្តែលោកអ៊ុចលេងបានទាមទារឲ្យរដ្ឋាភិបាលបញ្ចេញតួលេខពិតប្រាកដអំពីប្រាក់ចំណូលដែលបានមកពីការធ្វើអាជីវកម្មឈើទាំងនេះដើម្បីឲ្យមានតម្លាភាពសម្រាប់សាធារណជនអានេះត្រូវឲ្យរដ្ឋាភិបាលគាត់បង្ហាញបើសិនជាគាត់មានភស្តុតាងអីឬគាត់ចង់បង្ហាញទិន្នន័យទៅជាសាធារណៈគាត់ត្រូវបង្ហាញមកថាក្នុងកាយប័ណ្ណក៏មានតម្លាភាពតាមតម្លៃជាក់ស្ដែងមិនមែនថាយើងលក់ដោយអត់មានតម្លាភាពព្រោះនេះការនាំចូលចិត្តក្នុងនាមរដ្ឋាភិបាលគួរតែត្រូវបង្ហាញឲ្យសាធារណៈដឹងបើសិនជាគាត់មិនបង្ហាញមានតែគាត់មានលក្ខណៈមិនតម្លាភាពមានការពុករលួយមានការកាប់កេងចឹងណាសេចក្តីជូនដំណឹងពីទីស្តីការគណៈរដ្ឋមន្ត្រីលេខ854សចនចុះថ្ងៃទី12ខែមិថុនាឆ្នាំ2014តាមសំណើរបស់ក្រសួងកសិកម្មនិងក្រសួងបរិស្ថានបានអនុញ្ញាតឲ្យលោកទ្រីភិបប្រមូលទិញឈើប្រណិតគ្រប់ប្រភេទដែលមាននៅក្នុងស្តុករបស់ក្រសួងកសិកម្មនិងក្រសួងបរិស្ថាននិងដើម្បីសម្អាតឃ្លាំងផងជៀសវាងការខាតបង់ដោយការពុកផុយជាងនេះទៅទៀតកាលពីឆ្នាំ2012ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតសចនលេខ151ចុះថ្ងៃទី26ខែកុម្ភៈក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកទ្រីភិបធ្វើការនាំឈើកែច្នៃគ្រប់ប្រភេទដែលមានចំនួន 100,000 ម៉ែត្រគូបស្មើនឹងជាង 3,000 កុងតឺន័រដែលបានមកពីការឈូសឆាយដីសម្បត្តិរបស់ក្រុមហ៊ុនទ្រីភិប Import Export និងក្រុមហ៊ុន MDS ថ្មដាដើម្បីនាំឈើចេញតាមច្រកអន្តរជាតិសំខាន់ៗចំនួន3គឺច្រកអន្តរជាតិកំពង់ផែកំពង់សោមច្រកវ៉ាលឺនៅស្រុកស្នួលខេត្តក្រចេះនិងច្រកអូយ៉ាដាវខេត្តរតនគិរីជុំវិញបញ្ហានេះលោកសនជ័យមន្ត្រីសម្របសម្រួលបណ្ដាញរួបរวมដើម្បីគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកអះអាងថាការកាប់ឈើនិងការនាំឈើចេញតាមច្រករបៀងនានាដោយខុសច្បាប់នៅកម្ពុជាគឺជាការកិច្ចពន្ធហើយបញ្ហានេះដែលធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិដ៏ច្រើនការកាប់ឈើនៅកម្ពុជាសប្តាហ៍មានរូបភាពពីរទី1ការកាប់ឈើស្របច្បាប់ទី2ការកាប់ឈើដែលមិនស្របច្បាប់ហើយការដែលកាប់មិនស្របច្បាប់ហ្នឹងហើយនាំឲ្យមានការបំផ្លាញព្រៃឈើនៅកម្ពុជាយ៉ាងរង្គាលហើយរូបភាពនៃការកាប់មិនស្របច្បាប់នេះគឺការនាំចេញទៅតាមច្រកណាមួយនោះគឺជាការនាំចេញដោយខុសច្បាប់ហើយវានឹងមិនមានការបង់ពន្ធទេអញ្ចឹងនៅពេលដែលទំហំធំធេងនៃការកាប់ឈើដោយខុសច្បាប់ហ្នឹងគឺទំហំនៃការខាតប្រយោជន៍ជាតិដែលពាក់ព័ន្ធនឹងការខកខានមិនបានបង់ពន្ធហ្នឹងគឺជាតួលេខមួយដែលយើងអាចថាវាមិនបានបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធនឹងតែម្ដងតាមការស៊ើបអង្កេតរបស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាកាលពីខែមីនាឆ្នាំ2014លោកទ្រីភិបបាននាំឈើប្រណិតចេញតាមច្រកកំពង់ផែអន្តរជាតិយ៉ាងហោចណាស់ជាង30កុងតឺន័រក្នុងមួយថ្ងៃដែលមានតម្លៃជាង$150 លានសហរដ្ឋអាមេរិកនេះនៅមិនទាន់គិតអំពីការនាំឈើចេញតាមច្រកផ្សេងៗទៀតក្នុងប្រទេសនោះឡើយ
លោកអ៊ុយលេមានប្រសាសន៍ថាតម្លៃ$150 លាននេះជាចំនួនមួយដ៏ច្រើនលើសពីការប្រមូលពន្ធរបស់រដ្ឋាភិបាលកម្ពុជាពីការធ្វើអាជីវកម្មឈើប្រណិតក្នុងរយៈពេល5ឆ្នាំដែលមានតម្លៃតែជាង$40 លានសហរដ្ឋអាមេរិកនោះអង្គការឃ្លាំមើលពិភពលោក Global Witness កាលពីដើមខែកុម្ភៈរកឃើញឯកសារលក់ឈើរបស់លោកត្រីភិបចំនួន2កាលពីខែមិនិនាឆ្នាំ2014ដែលដឹកឈើប្រណិតទៅកាន់ទីក្រុងហុងកុងតាមច្រកកំពង់ផែក្រុងព្រះសីហនុចំនួន5000ម៉ែត្រគូបតែ2ជើងប៉ុណ្ណោះគឺមានតម្លៃជិត$6 លានសហរដ្ឋអាមេរិកការរកឃើញរបស់ Global Witness ឲ្យដឹងថាយ៉ាងហោចណាស់ឈើប្រណិតរបស់ខ្មែរចំនួន 85% ត្រូវបានឈ្មួញលក់ទៅប្រទេសចិនហើយធ្វើឲ្យការនាំចេញសិប្បកម្មតុកទូតាំងរបស់ចិនដែលធ្វើឡើងដោយឈើប្រណិតរបស់ខ្មែរកើនឡើងដល់ទៅ 150% ក្នុងចន្លោះឆ្នាំ2013និងឆ្នាំ2014ក្រុមអ្នកឃ្លាំមើលឧក្រិដ្ឋកម្មព្រៃឈើមួយនេះអះអាងថាលោកត្រីភិបកំពុងប្លន់ព្រៃឈើពីប្រជាពលរដ្ឋខ្មែរដើម្បីប្រយោជន៍ផ្ទាល់ខ្លួននិងដើម្បីចិញ្ចឹមដល់គណៈបកកណ្ដាលអំណាចនៅកម្ពុជាខ្ញុំតាំងសារ៉ាដាវុជុអាស៊ីសេរីពីរដ្ឋធានី Washingtonនាយករដ្ឋមន្ត្រីហ៊ុនសែនប្រមានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធកម្ចាត់គណៈបកនយោបាយណាមួយដែលចង់ធ្វើបដិវត្តផ្លាស់ប្តូររដ្ឋាភិបាលតាមរយៈអំណាចប្រជាពលរដ្ឋប្រមុខដឹកនាំរដ្ឋាភិបាលក៏ប្រមានឲ្យកងកម្លាំងប្រដាប់អាវុធត្រូវរក្សាអព្យាក្រឹតភាពរវាងគណៈបកនយោបាយពីរដ្ឋធានី Washington លោកយុនសាមៀនរាយការណ៍លោកហ៊ុនសែនក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃកាលពីថ្ងៃពុធទី25ម្សិលមិញប្រកាសថារដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យគណៈបកនយោបាយណាមួយដឹកនាំធ្វើបដិវត្តទម្លាក់រដ្ឋាភិបាលពីអំណាចដូចនៅពិភពអារ៉ាប់និងទ្វីបអឺរ៉ុបឡើយលោកចោទប្រកាន់គណៈបកប្រឆាំងគឺគណៈបកសង្គ្រោះជាតិថាបានដឹកនាំបដិវត្តអំណាចពលរដ្ឋដើម្បីទម្លាក់រដ្ឋាភិបាលក្រោយការបោះឆ្នោតកាលពីឆ្នាំ2013ហើយបដិវត្តនោះអាចនឹងទទួលបានជោគជ័យប្រសិនបើកងកម្លាំងប្រដាប់អាវុធនិងយោធាមិនការពាររដ្ឋាភិបាលនោះទេដូច្នេះហើយបានជាខ្ញុំសន្និដ្ឋានថាបាតកម្មថ្ងៃ15 16និង17ខែកញ្ញាឆ្នាំ2013គឺជាការធ្វើតេស្តសាកល្បងនៃកងកម្លាំងប្រដាប់អាវុធចំពោះរាជរដ្ឋាភិបាលប្រហែលជាអស់លោកនាយនគរបាលនិងកម្លាំងប្រដាប់អាវុធទាំងអស់បានដឹងហើយថាមុនពេលបាតកម្មមកដល់គេបានដើរចែកផ្កាចែកនំចំណីឲ្យកម្លាំងប្រដាប់អាវុធប៉ុន្តែខ្ញុំសូមបញ្ជាក់កម្លាំងប្រដាប់អាវុធអាចអព្យាក្រឹតបានតែចំពោះមុខបកនយោបាយតែប៉ុណ្ណោះប៉ុន្តែมันអាចអព្យាក្រឹតរវាងម្ខាងបកនយោបាយនិងម្ខាងរាជរដ្ឋាភិបាលទេសូមជម្រាបជូនឲ្យច្បាស់ជាសារនយោបាយមួយចំពោះកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអព្យាក្រឹតចំពោះមុខបកនយោបាយទាំងអស់ប៉ុន្តែมันអាចអព្យាក្រឹតរវាងបកនយោបាយនិងរដ្ឋបានទេប៉ុន្តែលោកហ៊ុនសែនអះអាងថាប្រសិនបើកងកម្លាំងប្រដាប់អាវុធនិងយោធាមិនការពាររដ្ឋាភិបាលនោះទេលោកនឹងបញ្ចេញកងកម្លាំងពិសេសដើម្បីការពាររដ្ឋាភិបាលលោកស្នើឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវការពាររដ្ឋាភិបាលខ្ញុំចង់មើលកងទ័ពយើងមិនហេបានអរគុណស្មានទុកលោកឯងអីតែលោកឯងមិនធ្វើមានអ្នកដទៃទៀតធ្វើហើយកុំឆ្ងល់ពេកអង្គភាពមួយចេញមកមិនព្រមធ្វើប៉ុន្តែជាទូទៅអត់មានអង្គភាពណាមិនធ្វើទេអត្ថាធិប្បាយរបស់លោកហ៊ុនសែនគឺផ្ទុយទៅនឹងការសម្រេចចិត្តរបស់គណៈបកប្រជាជនកម្ពុជាក្នុងសមាជកាលពីខែកុម្ភៈដែលបានដាក់បញ្ចូលសមាជិកកងកម្លាំងយោធាកងរាជអាវុធហត្ថប៉ូលីសច្រើនជាង80នាក់ទៅក្នុងគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាចំនួនសមាជិកនៃកម្លាំងគ្រប់គ្រងបញ្ជាការលើកងសន្តិសុខដែលជាសមាជិកគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាត្រូវបានបង្កើនចំនួន3ដងគឺពី36នាក់ទៅយ៉ាងតិចណាស់116នាក់
មន្ត្រីយោធានគរបាលនិងកងរាជអាវុធហត្ថដែលទទួលតួនាទីថ្មីក្នុងបកប្រជាជនកម្ពុជាសុទ្ធតែពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្សដូចជាអគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិលោកម៉ាក់ជីតូអគ្គមេបញ្ជាការរងកងរាជទពលខេមរៈភូមិន្ទលោកហ៊ីងប៊ុនហៀងអគ្គមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោករតស្រៀងអគ្គស្នងការរងនិងជាស្នងការប៉ូលីសរាជធានីភ្នំពេញលោកជួនសវណ្ណនិងអភិបាលរាជធានីភ្នំពេញលោកប៉ាសុជាតិវង្សច្បាប់ស្តីពីគណៈបកនយោបាយនៅកម្ពុជាបញ្ជាក់ថាកងកម្លាំងប្រដាប់អាវុធមិនត្រូវលំអៀងឬមាននិន្នាការប្រឆាំងនឹងគណៈបកណាមួយឡើយច្បាប់នេះក៏បានហាមឃាត់មិនឲ្យគណៈបកនយោបាយបង្កើតរចនាសម្ព័ន្ធបកក្នុងស្ថាប័នកងកម្លាំងប្រដាប់អាវុធប៉ុន្តែប្រភពជាច្រើនបានបញ្ជាក់ប្រាប់អង្គការសិទ្ធិមនុស្សថាមេបញ្ជាការយោធាបានបង្កើតបណ្ដាញបកកណ្ដាលអំណាចក្នុងស្ថាប័នយោធាប៉ូលីសនិងកងរាជអាវុធហត្ថទោះបីជាយ៉ាងណាក៏ដោយក្នុងការចរចានយោបាយបង្កើតច្បាប់បោះឆ្នោតថ្មីតំណាងគណៈបកប្រជាជនកម្ពុជាបានស្នើសុំឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រមទាំងមន្ត្រីតុលាការត្រូវអនុញ្ញាតឲ្យចូលរួមឃោសនាបោះឆ្នោតបានអ្វីត្បិតតែច្បាប់បោះឆ្នោតបច្ចុប្បន្នមិនអនុញ្ញាតឲ្យអ្នកទាំងនោះជាប់ពាក់ព័ន្ធទៅនឹងការបោះឆ្នោតក្តីនេះមិនមែនជាលើកទី1ទេដែលលោកហ៊ុនសែនប្រមានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធកម្ចាត់ផែនការបដិវត្តនៅកម្ពុជាប្រឆាំងនឹងគណៈបកនយោបាយកាលពីថ្ងៃទី24លោកហ៊ុនសែនក៏បានប្រមានប្រើប្រាស់កំជ្រួចប្រភេទ BM21 បាញ់កំទេចសកម្មជនការពារបរិស្ថាននៅតំបន់អរ៉ែងប្រសិនបើសកម្មជនទាំងនោះបង្កើតតំបន់អភិគមមន្ត្រីនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសវណ្ណបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់របស់លោកហ៊ុនសែនឡើយប៉ុន្តែអះអាងថាកងកម្លាំងប្រដាប់អាវុធមិនទាន់មានអព្យាក្រឹតភាពឡើយលោកបន្តថាគណៈបកសង្គ្រោះជាតិនឹងរៀបចំឲ្យកងកម្លាំងប្រដាប់អាវុធឲ្យមានឯករាជ្យភាពនិងអព្យាក្រឹតភាពនៅពេលគណៈបកសង្គ្រោះជាតិឈ្នះឆ្នោតខ្ញុំយល់ឃើញថាយើងត្រូវតែរួមគ្នាដើម្បីធ្វើយ៉ាងម៉េចឲ្យកងទ័ពនឹងខ្លាយទៅជាកងទ័ពអភិក្រិតពីព្រោះបើយើងមិនយកដោះស្រាយប្រទេសជាតិរបស់យើងបញ្ហាប្រទេសជាតិយើងតាមគោលការណ៍ប្រជាធិបតេយ្យទេយើងនឹងងាកទៅរកអនុស្សាវរីយ៍ដ៏ជូរចត់នៅក្នុងពេលអតីតកាលអញ្ចឹងហើយខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយចំពោះសម្ដីរបស់អ្នកណាទេក៏ប៉ុន្តែគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិគឺដាច់ខាតកងយុទ្ធពលខេមរៈភូមិន្ទគឺជាកងទ័ពរបស់ជាតិមិនមែនជាកងទ័ពរបស់គណៈបកហើយជាពិសេសមេដឹកនាំសំខាន់របស់កងទ័ពមិនត្រូវជាសមាជិករបស់គណៈបកនយោបាយណាឡើយបច្ចុប្បន្នមន្ត្រីជាន់ខ្ពស់ដឹកនាំកងទ័ពកំពុងមានតួនាទីក្នុងគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជារួចហើយរួមមានអគ្គមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទលោកពលសរឿនរដ្ឋមន្ត្រីក្រសួងការពារជាតិលោកទាបាញ់អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទលោកគុនគឹមនិងមាសសុភាអគ្គស្នងការនគរបាលជាតិលោកណេតសាវឿននិងអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកសៅសុខាអង្គការសិទ្ធិមនុស្សរកឃើញថាអង្គភាពជាច្រើនដែលគ្រប់គ្រងដោយគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាធ្លាប់មានប្រវត្តិរំលោភសិទ្ធិមនុស្សការបាញ់សម្លាប់បាតកោបង្ខំបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែងឃាតកម្មនយោបាយធ្វើទរណកម្មការចាប់ឃុំខ្លួនយ៉ាងអនាធបត័យរំលោភសិទ្ធិមនុស្សនិងរត់ពន្ធមនុស្សខ្ញុំយុនសាមៀនវិទ្យុអាស៊ីសេរីប្រធានាធិបតី Washington ខ្ញុំបាទទីនសាការីយ៉ាសូមជម្រាបសួរលោកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលក្រុមការងារគណៈបកទាំងពីរកំពុងជជែកគ្នាដល់តាមតឹងនោះមានចំណុចបន្ថែមថ្មីមួយចំនួនត្រូវបានអង្គការសង្គមស៊ីវិលលើកឡើងថាជាការកែតម្រង់ដែលមិនធានាឲ្យការបោះឆ្នោតប្រកបដោយសេរីត្រឹមត្រូវតម្លាភាពនិងយុត្តិធម៌ទាំងស្រុងនោះទេបាទសូមអញ្ជើញលោកនាងរងចាំស្ដាប់កិច្ចពិភាក្សាក្នុងនេតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីថាតើការកែតម្រង់ច្បាប់បោះឆ្នោតមានការរដ្ឋបတ်សិទ្ធិសេរីភាពជាងមុនឬយ៉ាងណានៅយប់ថ្ងៃសុក្រទី27កុម្ភៈចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះខ្ញុំបាទទីនសាការីយ៉ាជាអ្នកសម្របសម្រួលសូមអរគុណសាឡាវតូក្រុងប្រកាសសាលដីកាសំណុំរឿងបរិសុទ្ធខ្មែរសញ្ជាតិអាមេរិកម្នាក់នៅថ្ងៃទី12ខែមីនាខាងមុខបន្ទាប់ពីបានបើកសវនកម្មប្តឹងសារទុកលើសំណុំរឿងនេះកាលពីថ្ងៃទី24ខែកុម្ភៈបរិសុទ្ធខ្មែររូបនោះជាប់ចោទពីបទញុះញង់ឲ្យមានការរើសអើងនិងប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលតាមរយៈខិត្តប័ណ្ណមេធាវីការពារជនជាប់ចោទរកឃើញថាបរិសុទ្ធរូបនោះមានបញ្ហាផ្លូវចិត្តដែលគួរតែទទួលបានការពិនិត្យកោសលវិច័យអ្នកស្រីសុជីវីរាយការណ៍មេធាវីការពាររបស់បរិសុទ្ធខ្មែរសញ្ជាតិអាមេរិកាំងរំពឹងថាកូនក្តីរបស់លោកនឹងត្រូវដោះលែងឲ្យមានសេរីភាពដោយសារស្ថានភាពសុខភាពផ្លូវចិត្តនិងខួរក្បាលរបស់គាត់ប្រសិនបើគាត់ទទួលបានកោសលវិច័យណាមួយ
ការលើកឡើងរបស់មេធាវីការពីបែបនេះគឺនៅក្នុងពេលដែលក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរបើកសវនកម្មប្តឹងទាស់របស់លោកហាងវិសុទ្ធជនជាប់ចោទខ្មែរសញ្ជាតិអាមេរិកកាំងកាលពីថ្ងៃទី24ខែកុម្ភៈលោកហាងវិសុទ្ធដែលមានវ័យជាង50ឆ្នាំជាខ្មែរអាមេរិកកាំងត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីខែសីហាឆ្នាំ2014បន្ទាប់ពីបានសរសេរខិត្តប័ណ្ណប្រើពាក្យថាហ៊ុនសែនប៊ុនរ៉ានីហ៊ុនម៉ាណែតនិងសខេងបានស្លាប់ហើយយកទៅបិទលើដើមដូងតាមផ្លូវលេខ206នៅក្នុងសង្កាត់ជ័យជំនះខណ្ឌចំការមនកាលពីថ្ងៃទី17ខែកក្កដានិងម្ដងទៀតនៅថ្ងៃទី6ខែសីហាឆ្នាំ2014សមត្ថកិច្ចបានដកហូតផ្ទាំងបដា2ផ្ទាំងខ្សែនីឡុង1ដុំលិខិតឆ្លងដែន1និងបានបើកបរនៅអាមេរិក1លោកមេធាវីសំសុគង្គមានប្រសាសន៍ថាលោកមានលិខិតបញ្ជាក់ពីស្ថានភាពផ្លូវចិត្តរបស់កូនក្តីគឺលោកហាងវិសុទ្ធដែលចេញដោយមន្ទីរពេទ្យនៅក្នុងសហរដ្ឋអាមេរិកជាទីដែលជនជាប់ចោទធ្លាប់រស់នៅប៉ុន្តែនៅក្នុងសវនកម្មលោកពុំទាន់បានបកប្រែលិខិតនោះនៅឡើយហើយចៅក្រមក៏មិនបានពិចារណាលើលិខិតនោះដែរខាងមេធាវីបានទទួលនៅរបាយការណ៍ពេទ្យចំនួន2ដងដែលពេទ្យនេះហៅថាពេទ្យវិកលចិត្តណាបាទពេទ្យផ្លូវចិត្តនេះហើយនៅក្នុងពេទ្យផ្លូវចិត្តនេះគេបណ្ដោយគាត់នេះស្នាក់នៅមន្ទីរពេទ្យតែគាត់លុយរត់ចេញពីមន្ទីរពេទ្យអញ្ចឹងបើយើងមើលនៅឯកសារនៅពេលដែលគាត់ផ្ញើចូលតុលាការនេះគឺមានឯកសារពេទ្យដោយទៅជាភាសាអង់គ្លេសមិនមកភាសាខ្មែរទេនៅក្នុងសវនកម្មនៅសាលាឧទ្ធរជនជាប់ចោទបានឆ្លើយតបចំពោះការសាកសួររបស់ចៅក្រមថាពាក្យនៅក្នុងខិត្តប័ណ្ណទាំងនោះគឺគាត់បានសរសេរដោយខ្លួនឯងពុំមានអ្នកណាបង្ខំឬដឹកនាំគាត់ឡើយប៉ុន្តែពាក្យនោះគឺព្រះព្រហ្មនិងព្រះឥន្ទគឺជាអ្នកឲ្យគាត់សរសេរហើយលោកក៏ជាយមរាជម្នាក់ក្រៅពីចម្លើយទាំងនោះលោកមេធាវីសំសុគង្គបញ្ជាក់ថាលោកហាងវិសុទ្ធថែមទាំងបានសូមពេលវេលាចៅក្រមដើម្បីសមាធិសាកសួរទៅព្រះឥន្ទមុនពេលដែលលោកឆ្លើយសំណួររបស់ចៅក្រមនោះទៀតផងទោះបីតែខ្ញុំនៅមានជាអ្នកជំនាញខ្ញុំយល់ឃើញថាគាត់មានបញ្ហាខួរក្បាលទេបើក្នុងរឿងទាំងមូលគាត់អត់និយាយអីក្រៅពីតែអន្តរព្រំផងហ្នឹងគាត់និយាយតែរឿងអន្តរព្រំឬក៏អ្វីដែលគាត់ធ្វើនេះគឺព្រះបញ្ជាមកគាត់នឹងខ្លាចជាប្រធាននៃប្រទេសកម្ពុជាចឹងណាហើយពេលខ្លះគាត់ទៅសាវតាការនោះគេថាគាត់អង្គុយស្មងស្មារតីគាត់មុននឹងនិយាយគាត់ជួបប្រអន់គាត់ជួបខាងក្នុងសិនមកគេឲ្យនិយាយគាត់អត់និយាយអញ្ចឹងយើងមើលទៅបាក់កន្លែងអត់គឺទៅសាធារណជនអ្នកដែលចូលស្ដាប់ហ្នឹងយល់ឃើញថាគាត់មានបញ្ហាខួរក្បាលហើយសាលាដំបងរាជធានីបានសម្រេចផ្តន្ទាទោសដាក់គុកលោកវិសុទ្ធរយៈពេល2ឆ្នាំនិងពិន័យជាប្រាក់6លានរៀលកាលពីថ្ងៃទី7ខែសីហាឆ្នាំ2014ពីបទញុះញង់ឲ្យមានការរើសអើងនិងប្រមាថតាមមាត្រា494នៃក្រមព្រហ្មទណ្ឌលោកមេធាវីសំសុគង្គលើកឡើងថាកូនក្តីរបស់លោកដែលមានបញ្ហាផ្លូវចិត្តមិនគួរត្រូវចោទពីបទញុះញង់ឡើយលោកគួរតែត្រូវបានសម្រាលបទចោទឬត្រូវដោះលែងឲ្យមានសេរីភាពការចោទប្រកាន់ហ្នឹងសូមមានលក្ខណៈត្រឹមត្រូវដោយសារយើងត្រូវតែពិនិត្យទៅលើបញ្ហាខួរក្បាលគាត់សិនដល់ទៅពេលដែលគាត់ប្រព្រឹត្តហ្នឹងគាត់មានការពិចារណាឬមានការយល់ដឹងពីអំពើរបស់គាត់អត់អានេះទី1ហើយទី2បើយើងពិនិត្យទៅលើបដាដែលគាត់សរសេរជាក់ព័ន្ធថាមនុស្សស្ងប់ហ្នឹងគឺមិនមែនវាអត់ចូលក្នុងបទដែលតុលាការធ្វើការចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើងទេគឺភាពអង្គហេតុទៅនឹងអង្គច្បាប់ដែលមាននៅក្នុងច្បាប់ណាវាគ្រាន់តែជាបទល្មើសមួយចូលបទល្មើសថាប្រមាថដែលមានចែងក្នុងមាត្រា502នៃក្រមព្រហ្មទណ្ឌហ្នឹងហើយនៅក្នុងបទល្មើសប្រមាថហ្នឹងគឺកំណត់អំពីទោសពី1ខែទៅ6ខែទេបើតាមលោកមេធាវីជនជាប់ចោទរូបនោះមានគ្រួសារនៅសហរដ្ឋអាមេរិកដែរប៉ុន្តែពុំមានព័ត៌មានណាមួយពីពួកគេឡើយជនជាប់ចោទធ្លាប់ជាកម្មករនៅសហរដ្ឋអាមេរិកប៉ុន្តែក្រោយមកបានបាត់បង់ការងារដោយសារតែបញ្ហាសុខភាពនៅក្នុងសវនកម្មលោកវិសុទ្ធបានរំលឹកថាកាលពីគាត់នៅអាមេរិកនោះមិត្តរបស់គាត់ធ្លាប់ឲ្យអ្នកឯកទេសជំងឺផ្លូវចិត្តមកពិនិត្យនិងបាននាំគាត់ទៅសម្រាកនៅមន្ទីរពេទ្យបើទោះជាយ៉ាងនេះក្តីនៅពេលសន្និដ្ឋានបិទសវនកម្មអគ្គបរិយាអាជ្ញាសាលាឧទ្ធរលោកអ៊ឹមសុផានស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះដែលដឹកនាំដោយអ្នកស្រីចៅក្រមច័ន្ទម៉ាឌីណាឲ្យដំកល់ការសម្រេចរបស់តុលាការថ្នាក់ក្រោមដោយសំអាងលើភស្តុតាងជាក់ស្ដែងដែលសមត្ថកិច្ចរឹបអូសបានអ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសំអាតមានប្រសាសន៍ថាអ្វីដែលលោកវិសុទ្ធបានឆ្លើយនៅក្នុងសវនកម្មបង្ហាញថាលោកមិនមែនជាមនុស្សដែលមានស្ថានភាពផ្លូវចិត្តធម្មតានោះឡើយលោកអំសំអាតបន្តថាចៅក្រមអាចបញ្ជូនជនជាប់ចោទរូបនោះទៅពិនិត្យសុខភាពផ្លូវចិត្តដោយអ្នកជំនាញនៅក្នុងស្រុកប្រសិនបើនៅមានមន្ទិលអាហ្នឹងត្រូវតែបញ្ជាក់ដល់ហ្នឹងអាហ្នឹងវាត្រូវតែមានការទទួលឬក៏មានការដោះលែងព្រោះគេមិនអាចយកមនុស្សឈួតទៅដាក់គុកកើតទេវាជាភាសាសាមញ្ញហ្នឹងណាហើយបើសិនជាតាមទង្វើរបស់គាត់តាមអ្វីដែលគាត់ឆ្លើយនៅក្នុងស
សាវនាការហ្នឹងក៏យើងមើលឃើញហើយថាបើសិនជាមនុស្សធម្មតាតែគាត់អាចទៅឆ្លើយចឹងកើតអត់បញ្ហាសុខភាពផ្លូវចិត្តរបស់លោកហាងវិសុទ្ធនេះមេធាវីសំសុគង្គធ្លាប់បានដាក់លិខិតទៅអគ្គនាយកដ្ឋានពន្ធនាគារសូមឲ្យពិនិត្យសុខភាពលោកដែរប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបថាយ៉ាងណានៅឡើយនាងខ្ញុំសុជីវីវិទ្យុអាស៊ីសេរីភ្នំពេញលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីឥឡូវនេះលោកអ្នកនាងអាចទទួលបានព័ត៌មានថ្មីៗពីវិទ្យុអាស៊ីសេរីដោយផ្ទាល់តាមរយៈទូរស័ព្ទដៃទំនើប Smartphone និង Tablet ដែលប្រើប្រព័ន្ធប្រតិបត្តិ iOS និង Android ចំពោះលោកអ្នកដែលប្រើប្រព័ន្ធប្រតិបត្តិប្រភេទ iOS មាន iPhone ឬ iPad ជាដើមសូមចូលទៅក្នុង App Store រួចវាយពាក្យ RFA ដើម្បីស្វែងរកកម្មវិធីឈ្មោះ Radio Free Asia មកបញ្ចូលក្នុងឧបករណ៍របស់លោកអ្នករីឯអ្នកប្រើប្រព័ន្ធប្រតិបត្តិ Android សូមចូលទៅ Play Store ដើម្បីស្វែងរកកម្មវិធីនេះឬលោកអ្នកអាចចូលទៅក្នុងគេហទំព័ររបស់វិទ្យុអាស៊ីសេរី www.rfa.org/ ខ្មែររួចចុចនៅលើពាក្យទាញយកកម្មវិធីព័ត៌មានវិទ្យុអាស៊ីសេរីនៅខាងស្ដាំនៃទំព័រដើម្បីបញ្ចូលកម្មវិធីណាមួយដែលលោកអ្នកត្រូវការសូមអរគុណជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានបញ្ចប់លោកហ៊ុនសែនបានរិះគន់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលកំពុងកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមថាស្ទើរតែធ្វើឲ្យមនុស្សរត់ចូលព្រៃទៀតព្រោះចេះតែពង្រីកវិសាលភាពសំណុំរឿងក្តីអតីតមេដឹកនាំខ្មែរក្រហមនិងអ្នកទទួលខុសត្រូវជាន់ខ្ពស់ក្រុមហ៊ុនទ្រីភិបដែលជាក្រុមហ៊ុនត្រូវបានអង្គការឃ្លាំមើលបរិស្ថានអន្តរជាតិ Global Witness រកឃើញថានៅពីក្រោយការនាំចេញឈើប្រណិតចេញពីកម្ពុជាទៅប្រទេសចិននោះឥឡូវនេះបានអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបទៅលើជនខិលខូចទាំងឡាយណាដែលប្រើប្រាស់ឈ្មោះក្រុមហ៊ុនទ្រីភិបក្នុងសកម្មភាពរកស៊ីជួញដូរខុសច្បាប់ក្រុមហ៊ុននេះអះអាងថាជនខិលខូចទាំងនោះកំពុងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិនាមរបស់ក្រុមហ៊ុនក្រុមសម្ព័ន្ធកំណែតម្រង់បោះឆ្នោតអឺរ៉ានិងអង្គការសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍រួមគ្នាជំទាស់មិនឲ្យដាក់មន្ត្រីតុលាការនិងកងកម្លាំងប្រដាប់អាវុធទៅក្នុងជួរដឹកនាំនយោបាយរបស់ខ្លួនការប្រឆាំងទាស់នេះនៅក្នុងពេលគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិកំពុងចរចារៀបចំកែតម្រង់ច្បាប់បោះឆ្នោតថ្មីពលរដ្ឋនៅឃុំទួលស្នួលស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំឲ្យដឹងថាសកម្មភាពឈូសឆាយព្រៃលិចទឹកនៅក្នុងឃុំបានចាប់ផ្ដើមកក្រើកឡើងវិញជាថ្មីពីសំណាក់ក្រុមឈ្មួញអ្នកមានប្រាក់ដោយមិនមានអាជ្ញាធរទប់ស្កាត់ឡើយទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរបញ្ជាក់ថាអ្នកកាប់ទន្ទ្រានទាំងនោះជាក្រុមអ្នកភូមិហើយអាជ្ញាធរនឹងរកវិធានការណែនាំពួកគាត់មិនឲ្យបំផ្លាញព្រៃលិចទឹកទាំងនោះតទៅទៀតពលរដ្ឋចំនួន12គ្រួសារនៅភូមិថ្កូវស្រុកកំពង់ត្រាចខេត្តកំពតនៅថ្ងៃទី26ខែកុម្ភៈតវ៉ាថាក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះក្រុមហ៊ុនវ៉ាន់វ៉ាណាបានដឹកដីចាក់លើស្រែរបស់ពួកគាត់ទំហំជិត2ហិកតាហើយថាក្រុមហ៊ុនបានដាក់កម្លាំងអង្គរៈការពារមិនឲ្យអ្នកស្រុកចូលខាត់គ្រឿងចាក់របស់ក្រុមហ៊ុនដែលកំពុងចាក់ដីបានអាជីវករលក់ដូរនៅផ្សារលើខេត្តកំពង់ឆ្នាំងត្អូញត្អែថាអាជ្ញាធរយឺតយ៉ាវក្នុងការរៀបចំកន្លែងឲ្យពួកគាត់ចូលលក់ដូរវិញពួកគេអះអាងថាការរកស៊ីរបស់ពួកគេកំពុងប្រឈមការខាតបង់និងជំពាក់បំណុលធនាគារដោយសារតែពុំមានកន្លែងលក់ដូរត្រឹមត្រូវលោកអ្នកនាងជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងរបស់វិទ្យុអាស៊ីសេរីនៅពេលនេះចប់តែប៉ុណ្ណេះខ្ញុំបាទតាំងសារ៉ាដាព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលា
វិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាលោកអ្នកនាងនឹងអាចស្ដាប់វិទ្យុអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 11850 kHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 11750 kHz ស្មើនឹងកម្ពស់ 26m